ខ្ញុំតែងតែរីករាយនឹងទិវាឪពុកវាជាថ្ងៃមួយក្នុងចំណោមថ្ងៃទាំងឡាយក្នុងមួយឆ្នាំដែលខ្ញុំអាចគេចចេញពីពិភពលោកជាមួយប៉ាហើយពួកយើងគ្រាន់តែនៅជាមួយគ្នាឆ្នាំនេះប៉ាបានជ្រើសរើសកន្លែងបោះតង់នៅជិតបឹងដូច្នេះពួកយើងអាចទៅស្ទួយត្រីកាលនោះខ្ញុំអាយុតែ5ឆ្នាំខ្ញុំបានត្អូញត្អែបន្តិចប៉ុន្តែខ្ញុំពិតជារំភើបចង់ទៅណាស់ពេលយើងទៅដល់កន្លែងបោះតង់វាពិតជាស្រស់ស្អាតអស្ចារ្យណាស់មានដើមស្រូវខ្ពស់ៗបឹងថ្លាដូចកញ្ចក់និងក្លិនធម្មជាតិដ៏ស្រស់ស្រាយប៉ុន្តែពួកយើងមិននៅម្នាក់ឯងទេនៅជិតកន្លែងបោះតង់របស់យើងមានបរិសុទ្ធ2នាក់បានបោះតង់នៅទីនោះពួកគេមើលទៅមិនដូចអ្នកបោះតង់ធម្មតាទេមើលទៅខកខ្វក់និយាយខ្លាំងៗហើយតែងតែសម្លឹងមកពួកយើងខ្ញុំឃើញធ្គាមប៉ារត់តាតឹងឡាងរាល់ពេលដែលពួកគេសើចខ្លាំងពេកឬសំបីតែពេលពួកគេសម្លឹងមកយូរពេកបន្ទាប់ពីមួយសន្ទុះប៉ាបានក្រោកឈរហើយនិយាយថាតោះយើងទៅរកកន្លែងល្អជាងនេះខ្ញុំអាចដឹងពីក្តីបារម្ភក្នុងសម្លេងរបស់គាត់ដូច្នេះខ្ញុំមិនបានប្រកែកទេពួកយើងបានប្រមូលអីវ៉ាន់ហើយផ្លាស់ថៃកន្លែងផ្សេងវាស្ថិតនៅជិតផ្លូវ highway ដូច្នេះពួកយើងនៅតែអាចលឺសូរក្រឡុងឡានដឹកទំនិញពីចម្ងាយខ្ញុំមិនសូវចូលចិត្តកន្លែងនោះទេព្រោះខ្ញុំចង់ទៅកន្លែងស្ងាត់ជាងនេះប៉ុន្តែឥឡូវនេះនៅពេលខ្ញុំគិតពីថ្ងៃនោះខ្ញុំដឹងថាប៉ាមានហេតុផលល្អក្នុងការជ្រះរែកវាបន្ទាប់ពីព្រះអាទិត្យលើកបាត់ពីក្រោយដើមឈើធំប៉ានិងខ្ញុំបានអាំង marshmallow ខណៈពេលដែលសៅចំអកឲ្យរឿងខ្មោចដ៏អាក្រក់របស់គាត់ពួកយើងកំពុងរីករាយនឹងពេលនោះខណៈពេលដែលប៉ាបានរៀបរាប់ពីរឿងរ៉ាវអនុស្សាវរីយ៍កាលពីក្មេងរបស់ខ្ញុំបានសើចច្រើនណាស់ស្រាប់តែប៉ាខ្ញុំបានលើកដៃហើយធ្វើសញ្ញាឲ្យខ្ញុំឈប់ភ្នែករបស់គាត់មើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្នស្នាមញញឹមរបស់គាត់បានបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានវិនាទីគាត់ខ្សឹបប្រាប់ខ្ញុំថាណាអូមីប៉ាចតឲ្យកូនលាក់ខ្លួននៅក្រោមឡានខ្ញុំភ្ញាក់ភើលយ៉ាងខ្លាំងនៅពេលបានឮសំណើដ៏ចម្លែកបែបនេះខ្ញុំបានសម្លឹងមើលគាត់ដោយឆ្ងល់ហើយសួរថាស្អីគេហេតុអ្វីបានជាខ្ញុំត្រូវធ្វើបែបនេះប៉ាខ្ញុំបានកាត់សម្ដីខ្ញុំដោយនិយាយថាគុំប្រកែកអីធ្វើតាមប៉ានិយាយទៅខ្ញុំបានក្រោកឈរហើយចាប់ផ្ដើមដើរទៅឡានរបស់យើងឡានចតនៅក្រោមដើមឈើធំមួយនេះក្រោមទីងងឹតខ្ញុំបានរអ៊ីវចូលទៅក្រោមឡានហើយចាប់ផ្ដើមឮសំឡេងជើងដើរមកជិត2-3នាទីក្រោយមកខ្ញុំបានឃើញស្បែកជើងកវែង2គូដើរមកជិតប៉ាខ្ញុំគ្មានការសង្ស័យទេថាជាមនុស្សចម្លែកជាងពីរនាក់នោះពីមុនខ្ញុំនៅស្ងៀមហើយមើលម្នាក់ក្នុងចំណោមពួកគេបានក្រវីដៃទៅប៉ាខ្ញុំហើយនិយាយថាសប្បាយទេប៉ាខ្ញុំងក់ក្បាលដោយញញឹមស្រាលហើយសួរថាពួកឯងត្រូវការអ្វីឬបរិសម្នាក់ទៀតបានឆ្លើយដោយសាច់ហឺអត់ទេគ្រាន់តែមកលេងជាមួយពួកឯងកូនស្រីឯងនៅឯណាខ្ញុំអាចមើលឃើញភ្នែករបស់គេទាំងពីរកំពុងស្កែនមើលកន្លែងបោះតង់របស់យើងដូចជាសត្វឥន្ទ្រីប៉ាខ្ញុំបានអង្គុយចុះជិតគៀងគោកភ្លើងដោយរក្សាឥរិយាបថស្ងប់ស្ងាត់បំផុតប៉ាបានរុញធ្យូងដែលកំពុងឆេះទៅក្នុងភ្លើងដោយប្រើដៃគាស់ភ្លើងប៉ាខ្ញុំបានឆ្លើយថាកូនស្រីខ្ញុំទៅស្ទួយត្រីល្អប្រសិនបើពួកឯងទៅវិញបរិសទាំងពីរនាក់បានផ្លាស់ប្ដូរការសម្លឹងមើលគ្នាទៅវិញទៅមកដោយចម្លែកបន្ទាប់មកម្នាក់ក្នុងចំណោមពួកគេបានចាប់ផ្ដើមដើរឆ្ពោះទៅឡានរបស់យើងបេះដូងខ្ញុំលោតញាប់នៅក្នុងទ្រូងខណៈពេលដែលខ្ញុំបានឃើញស្បែកជើងកវែកមួយគូកំពុងដើរមកជិតខ្ញុំប៉ាខ្ញុំបានក្រោកឈរនៅតែកាន់ដៃគាស់ភ្លើងនៅក្នុងដៃមកខាងហើយស្រែកថាខ្ញុំមិនបានប្រាប់ឲ្យពួកឯងទៅវិញទេឬបរិសម្នាក់ទៀតដែលនៅជិតគាត់បានឆ្លើយថាគាត់គ្រាន់តែទៅបាត់ជើងតូចទេកុំបារម្ភអីលុះត្រាតែឯងមានរបស់មានតម្លៃនៅក្នុងឡាននិយាយហើយគាត់ក៏សើចហឺគួរឲ្យរំខានបរិសម្នាក់នោះបានឈប់នៅចម្ងាយប៉ុន្មានអញពីឡានរបស់យើងហើយបែរមុខទៅកំពតព្រៃខ្ញុំអាចឮគាត់កំពុងលើមាត់ខណៈពេលដែលគាត់កំពុងបាត់ជើងតូចចំពោះខ្ញុំបានយល់ហើយថាហេតុអ្វីបានជាប៉ាចង់ឲ្យខ្ញុំលាក់ខ្លួននៅក្រោមឡានមិនមែននៅក្នុងឡានទេបរិសម្នាក់នោះប្រហែលជាកំពុងពិនិត្យមើលឡានឥឡូវនេះដើម្បីដឹងថាតើខ្ញុំនៅខាងក្នុងឬអត់ខ្ញុំនៅស្ងៀមស្ងាត់រក្សាការដកដង្ហើមធម្មតានៅពេលរួចរាល់គាត់បានត្រឡប់ទៅរកប៉ាខ្ញុំវិញមនុស្សអាក្រក់ទាំងពីរនាក់បានជូនពរគាត់រាត្រីសួស្តីហើយចាប់តាមដើរចេញទៅខ្ញុំឆ្លាតល្មមអាចដឹងថាវាជាការល្អបំផុតត្រូវរងចាំសិនមុននឹងត្រឡប់ទៅរកប៉ាវិញព្រោះមនុស្សចម្លែកទាំងនោះអាចនឹងតាមដានពួកយើងពីចម្ងាយក្នុងរយៈពេល5នាទីក្រោយមកខ្ញុំបានមើលប៉ាខ្ញុំធ្វើការយ៉ាងរហ័សគាត់បានប្រមូលរបស់របរទាំងអស់របស់យើងលើកលែងតែងតង់គាត់មិនខ្វល់ពីតង់ទេ
គាត់បានផ្ទុកអ្វីអីទាំងអស់ដាក់ក្នុងឡានរបស់យើងហើយភ្លាមនៅពេលគាត់ដោះសោទ្វារឡានខ្ញុំក៏លោតចូលទៅក្នុងកៅអីអ្នកជំនួសប៉ាបានទូរស័ព្ទទៅប៉ុស្តិ៍ប៉ូលីសដែលនៅជិតបំផុតហើយប្រាប់ពួកគេអំពីបរិសុទ្ធ2នាក់ដែលតាមពួកគេពួកយើងមិនបានត្រឡប់ទៅផ្ទះពីកន្លែងបោះតង់ទេពួកយើងបានត្រង់ទៅប៉ុស្តិ៍ប៉ូលីសតែម្ដងប៉ាខ្ញុំនិយាយត្រូវមនុស្សអាក្រក់ទាំង2នាក់នោះពិតជាបានតាមពួកយើងមែនគ្រាន់តែពួកគេមិនដឹងថាប៉ាខ្ញុំឆ្លាតជាងគេឆ្ងាយណាស់ភ្លាមនៅពេលដែលឡានរបស់ពួកគេមកជិតប៉ុស្តិ៍ប៉ូលីសឡានប៉ូលីសបានបិទខ្លៅរបស់គេពួកគេត្រូវបានចាប់ខ្លួនពីការតាមដានពួកគេហើយតាមយាយីអនីតិជនប៉ាខ្ញុំមិនបានញញៀតបន្តិចសោះនៅពេលប៉ូលីសសួរគាត់ថាតើពួកគេជាមនុស្សមកពីកន្លែងបោះតង់ឬអត់គាត់បានសម្លឹងមើលទៅក្នុងភ្នែកពួកគេហើយនិយាយថាពួកឯងស្មានហើយដែលខ្ញុំនាំពួកឯងទៅប៉ូលីសជំនួសឲ្យការបន្សល់ទុកសាកសពដែលគ្មានជីវិតរបស់ពួកឯងកប់នៅក្នុងព្រៃនោះខ្ញុំព្យាយាមក្លាហានដោយប៉ាខ្ញុំហើយចំពោះអ្នកបោះតង់និងអ្នកស្រឡាញ់ធម្មជាតិសូមតាមដានសភាវកិច្ចរបស់ខ្ញុំជានិច្ចនៅក្នុងព្រៃទិវាឪពុកតែងតែជារឿងលំបាកសម្រាប់ខ្ញុំបណ្ដាញសង្គមពោពេញទៅដោយរូបភាពគ្រួសារដ៏អ៊ីអធមហើយអ្នកដែលគោរពអនុស្សាវរីយ៍ដែលខ្ញុំច្រណែនហើយមិនអាចតាក់ទងបានចំពោះខ្ញុំគឺមានតែប៉ានិងខ្ញុំជានិច្ចហើយក៏វិតនៅតែបែបនេះគាត់ឥឡូវនេះមានអាយុ65ឆ្នាំហើយរស់នៅក្នុងមជ្ឈដ្ឋានថែទាំ Pinewood ជាមួយនឹងជំងឺវង្វេងវង្វាន់ដែលកំពុងរាកចាំចិត្តរបស់គាត់ថ្ងៃខ្លះគាត់ចាំខ្ញុំថ្ងៃខ្លះទៀតគាត់គ្រាន់តែជាមនុស្សចម្លែកស្លៀកពាក់ឈុតដែលគួរឲ្យគោរពតែម្ដងនៅក្នុងទិវាឪពុកខ្ញុំបានបើកឡានទៅមជ្ឈដ្ឋានថែទាំដើម្បីទៅរកគាត់បុគ្គលិកមជ្ឈដ្ឋានថែទាំកំពុងជួយប៉ាឲ្យចូលទៅក្នុងឡានពេលគេលៀនឧបថាអ៊ីរ៉ាបានមកជិតខ្ញុំក្លារ៉ាកូនគួរតែដឹងថាទម្លាក់ប្រចាំថ្ងៃរបស់ឪពុកកូនបានផ្លាស់ប្ដូរហើយចាប់តាំងពីគាត់ត្រូវបានកោសង្ខះថាមានជំងឺវង្វេងវង្វាន់ជាអ្នកនេះគាត់ភ្ជាក់ឡើងបន្ទាត់ពេលយប់ហើយគាត់ខ្ញុំធ្វើមុខជួរហើយសួរថាហើយម៉េចហាក់ដូចជានាងលាក់ការពិតអ្វីមួយគេលៀនឧបថាអ៊ីរ៉ាបានឆ្លើយថាខ្ញុំស្នើឲ្យកូននាំអ្នកជំនួយម្នាក់ទៅជាមួយវាជាសេវាឥតគិតថ្លៃហើយការមើលថាអ្នកជំងឺម្នាក់ឯងខ្ញុំមិនបានឲ្យនាងនិយាយចប់អ្នកចំនួននោះគឺប៉ាខ្ញុំហើយអរគុណហើយខ្ញុំមិនអាចមើលថែគាត់រយៈពេល48ម៉ោងខាងមុខនេះទេយ៉ាងណាណាតើវាអាចលំបាកប៉ុណ្ណាទៅនិយាយដូច្នេះខ្ញុំក៏ចូលទៅក្នុងឡានជាមួយប៉ាខ្ញុំដែលបានពាក់ខ្សែក្រវ៉ាត់កៅអីរួចជានេះខាងក្នុងខ្ញុំបានសម្លឹងមើលគេលៀនឧបថាអ៊ីរ៉ាជាឡងក្លោយហើយនាងបានញញឹមឆ្កងការបើកបោត្រឡប់ទៅផ្ទះមានភាពស្ងប់ស្ងាត់ប៉ាកំពុងសម្លឹងមើលផ្លូវដោយភ្នែកចង់ដឹងចង់ជាតិរបស់គាត់បន្ទាប់ពីរយៈពេលយូរគាត់បានចេញពីមជ្ឈដ្ឋានថែទាំពេលយន្តទៅដល់ខ្លែងរបស់ខ្ញុំបាននាំគាត់ទៅបន្ទប់ភ្ញៀវដែលខ្ញុំបានតុបតែងដោយថូផ្កានិងក្រណាប់គ្រែថ្មីសម្រាប់គាត់តែម្ដងគាត់អង្គុយចុះលើគ្រៃសម្លឹងមើលពីដានហើយបន្ទាប់មកនិយាយថាក្លារ៉ាប៉ាឃ្លានហើយទឹកភ្នែករីករាយបានហូរចុះមកលើទ្វារខ្ញុំវាជារយៈពេលយូរហើយដែលប៉ាខ្ញុំហៅឈ្មោះខ្ញុំប្រញាប់ទៅផ្ទះបាយហើយធ្វើនំសានវិចសម្រាប់ពួកយើងទាំងពីរនាក់ពី3ម៉ោងបន្ទាប់បានកន្លងទៅដូចជាសុភិនពួកយើងទាំងពីរបានញ៉ាំជាមួយគ្នាសើចហើយរំលឹកអនុស្សាវរីយ៍ខ្លះៗកាលពីក្មេងវាពិតជាអស្ចារ្យណាស់ដែលបានឃើញប៉ាជាប៉ាក្រោយអាហារពេលល្ងាចខ្ញុំបានសួរគាត់ថាតើគាត់ចង់មើលគុណឬអត់ហើយគាត់ក៏យល់ព្រមពួកខ្ញុំទាំងពីរបានដេកនៅលើសាឡុងនៅក្នុងបន្ទប់ទទួលការហើយចាប់ផ្ដើមមើលរឿង The Lion King ខ្ញុំកំពុងមើលប៉ាថាតើមុខគាត់បានផ្លាក់ប្ដូរដោយក្តីរំភើបនៅពេលមើលរឿងខ្ញុំគិតថាខ្ញុំអស់កម្លាំងខ្លាំងណាស់ដូច្នេះខ្ញុំមិនចាំថាខ្ញុំបានងងុយដេកស្រុំមុខខ្ញុំភ្ញាក់ឡើងដោយភាពស្ងប់ស្ងាត់ចម្លើយមួយគុណបានចប់ហើយអេក្រង់បានឈប់នៅត្រង់ចំណងជើងរឿងខ្ញុំមើលទៅក្បែរខ្ញុំឪពុកខ្ញុំអត់នៅទីនោះទេបេះដូងខ្ញុំលោតញាប់ខ្ញុំក៏ហៅប៉ាផ្ទះល្វែងរបស់ខ្ញុំស្ងាត់ជ្រាបខ្ញុំក្រោកពីសាឡុងដើម្បីរកគាត់ក្បែរបន្ទប់ទទួលភ្ញៀវមានច្រករបៀងដែលភ្លើងស្រអាប់បន្ទប់គេងរបស់ខ្ញុំនៅចុងច្រកនោះខ្ញុំឈរនៅមុខច្រករបៀងខ្ញុំបែរខ្នងដាក់ចុងម្ខាងទៀតនៃច្រកនោះខ្ញុំក៏ហៅម្ដងទៀតប៉ានៅឯណាពេលនោះខ្ញុំក៏មានអារម្មណ៍ថាមានអ្នកណាម្នាក់រត់ពីក្រោយខ្ញុំហើយសើចតិចតែកងាកក្រោយទៅខ្ញុំមិនឃើញនរណាម្នាក់ទេខ្ញុំបើកភ្លើងច្រករបៀងហើយឃើញទ្វារបន្ទប់គេងរបស់ខ្ញុំបើកចំហពាក់កណ្ដាលខ្ញុំដើរទន្ទ្រាំជើងចូលទៅបន្ទប់គេងដោយព្យាយាមមិនឲ្យប៉ាភ្ញាក់ផ្អើលបើគាត់នៅខាងក្នុងប៉ុន្តែពេលខ្ញុំចូលទៅដល់ខ្ញុំក៏ស្រឡាំងកាំងនិងតក់ស្លុតក្នុងពេលតែមួយ
ឪពុកខ្ញុំបានបើកបង្អួចធំក្នុងបន្ទប់របស់ខ្ញុំពាក់កណ្ដាលខ្លួនរបស់គាត់បានចេញទៅក្រៅហើយខណៈគាត់អោនមើលផ្លូវសំឡេងរបស់ខ្ញុំញ័រនៅពេលខ្ញុំហៅគាត់លើកនេះប៉ាត្រូវថយក្រោយមកគាត់យឺតងាកក្បាលមកមើលខ្ញុំមុខរបស់គាត់ខុសប្លែកគាត់មើលទៅមិនដូចឪពុកខ្ញុំទាល់តែសោះស្នាមញញឹមគួរឲ្យខ្លាចបានរីករាលដាលពេញផ្ទៃមុខរបស់គាត់ហើយភ្នែករបស់គាត់ឡើងក្រហមកូនគួរតាឡូតគាត់និយាយដោយសំឡេងត្រជាក់ស្រាវភាពភ័យខ្លាចបានធ្វើឲ្យសរសៃឈាមខ្ញុំស្ពឹកប៉ាកំពុងនិយាយអីទឹកភ្នែកខ្ញុំបានហូរបន្ទាប់មកគាត់ក៏ថយក្រោយហើយចាប់ផ្ដើមដើរមករកខ្ញុំគាត់ដើរយឺតដូចកូនក្មេងដែលព្យាយាមរៀនដើរកូនគួរតាឡូតខ្ញុំអាចរុញកូនបានគាត់សយតិចខ្ញុំមិនដឹងថាហេតុអីខ្ញុំដើរថយក្រោយទេព្រោះវាជាឪពុករបស់ខ្ញុំដែលកំពុងជួបស្ថានភាពអាក្រក់បំផុតប៉ុន្តែខ្ញុំតក់ស្លុតណាស់ដែលបានឃើញវាខ្ញុំយល់ហើយថាហេតុអីបានជាគិលានុបដ្ឋាយិកាអៃរ៉ាព្រាមខ្ញុំកាលពីព្រឹកតាមសំណាងឡទូរស័ព្ទរបស់ខ្ញុំនៅក្នុងហៅប៉ៅខ្ញុំក៏យកវាចេញហើយចុចទូរស័ព្ទទៅមណ្ឌលថែទាំពេលខ្ញុំប្រាប់ទូគេឲ្យមកអាសយដ្ឋានរបស់ខ្ញុំឪពុកខ្ញុំក៏ឈប់មុខរបស់គាត់បានប្រែពីញញឹមទៅជាការស្អប់កូនចង់បញ្ជូនខ្ញុំត្រឡប់ទៅក្នុងទ្រុងនោះមែនទេគាត់ស្រែកហើយក៏ចាប់ផ្ដើមបោកក្បាលរបស់គាត់នឹងចិញ្ចៀងខ្ញុំមើលដោយភាពតក់ស្លុតខណៈគាត់ស្រែកហើយបន្តភាពឈួតនេះរាងកាយរបស់ខ្ញុំស្ពឹកស្រពន់ដោយការតក់ស្លុតខ្ញុំមិនអាចគម្រើកបានទេរហូតដល់ឈាមខ្ញុំហូរខ្លាំងពេលនោះហើយដែលខ្ញុំដឹងឪពុកខ្ញុំមិនស្រួយខ្លួនទេគាត់នឹងមិនដែលល្អប្រសើរឡើងវិញខ្ញុំរត់ទៅរកគាត់ហើយចាប់ស្មាគាត់កើតតាមសំណាងឡខ្ញុំខ្លាំងជាងគាត់ខ្ញុំទាញគាត់ចិនហើយគាត់ក៏សម្លប់ពេលអ្នកថែទាំយកគាត់ចូលទៅក្នុងរថយន្តសង្គ្រោះខ្ញុំយំដូចក្មេងអាយុ9ឆ្នាំដែលឈរនៅចិញ្ចើមផ្លូវគិលានុបដ្ឋាយិកាអៃរ៉ាបានអបខ្ញុំហើយខ្ញុំក៏យំកាន់តែខ្លាំងអារម្មណ៍អាក្រក់បំផុតនៅលោកគឺការឃើញមនុស្សជាទីស្រឡាញ់របស់អ្នកធ្លាក់ខ្លួនខ្ញុំគិតថាខ្ញុំនឹងមិនមានអារម្មណ៍រំភើបអំពីទិវាឪពុកទៀតទេរឿងនេះបានកើតឡើងនៅពេលខ្ញុំអាយុ8ឆ្នាំរសៀលមួយដែលមានពន្លឺថ្ងៃម្ដាយរបស់ខ្ញុំបានសួរខ្ញុំថាតើខ្ញុំចង់ទៅជាមួយគាត់ទៅ Walmart ដើម្បីទិញសម្ភារៈសម្អាតខ្លះទេខ្ញុំប្រាប់គាត់ថាខ្ញុំត្រូវការឈុតពណ៌ថ្មីសម្រាប់ការទិវាឪពុកហើយគាត់ក៏រីករាយយល់ព្រមពេលយន្តចូលទៅ Walmart ខ្ញុំស្រឡាំងកាំងវាជាកន្លែងធំមួយខ្ញុំបានច្រាប់ដៃម្ដាយខ្ញុំណែនពេកម៉ាក់បានស្ទាបក្នុងខ្ញុំថ្នមហើយនិយាយថាតោះទៅយកពណ៌ថ្មីម៉ាក់តែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អក្នុងស្ថានភាពតានតឹងខ្ញុំស្មានថាម្ដាយកាត់មកជាមួយធម៌ពលអស្ចារ្យម្ដាយរបស់ខ្ញុំនៅតែជាវីរនារីរបស់ខ្ញុំហើយអ្នកនឹងដឹងឆាប់នេះថាហេតុអីយើងចាប់ផ្ដើមស្វែងយល់កន្លែងនោះដើរកាត់តាមច្រករបៀវជាច្រើនហើយឃើញរបស់របរគ្រប់របរនៅលោកដែលនៅក្នុងកន្លែងតែមួយមកពីទីក្រុងតូចមួយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈយើងកំពុងដើរខ្ញុំបានកត់សម្គាល់ឃើញស្ត្រីម្នាក់ដើរតាមយើងមិនថាពួកយើងទៅភ្លឺណាក៏ដែលតែបញ្ចប់នៅក្បែរគាត់ឬប្រហែលជាវាផ្ទុយគ្នាម្ដាយខ្ញុំមិនបានកត់សម្គាល់គាត់ទេព្រោះរាល់ពេលគាត់ងាកក្រោយស្ត្រីនោះលាក់ខ្លួននៅពីក្រោយច្រករបៀងខ្ញុំគិតចង់ប្រាប់ម៉ាក់រឿងនេះប៉ុន្តែក្រោយមកក៏ភ្លេចបាត់ពេលយើងទៅដល់ក្បែរកន្លែងសម្ភារៈការិយាល័យហើយខ្ញុំហៀបនឹងមើលឈុតពណ៌ទាំងអស់ម្ដាយខ្ញុំប្រាប់ខ្ញុំឲ្យរងចាំនៅទីនេះគាត់នឹងទៅបន្ទប់ទឹកមួយផ្លែតខ្ញុំជាក្មេងល្អដូច្នេះខ្ញុំក៏ធ្វើតាមអ្វីដែលម្ដាយខ្ញុំនិយាយខណៈខ្ញុំរងចាំភ្នែករបស់ខ្ញុំនៅតែបន្តរកមើលស្ត្រីនោះ2-3នាទីបានកន្លងផុតទៅហើយខ្ញុំឆ្ងល់ថាហេតុអីម៉ាក់ចំណាយពេលយូរម្ល៉េះស្រាប់តែមានដៃត្រជាក់មួយមកប៉ាស្មារបស់ខ្ញុំងាកក្រោយទៅខ្ញុំឃើញស្ត្រីដដែលឈរពីក្រោយខ្ញុំដោយស្នាមញញឹមធំនិងភ្នែកភ្លឺថ្លាធំកូនកំពុងរងចាំម្ដាយកូនមែនទេគាត់សួរដោយសំឡេងស្ងប់ស្ងាត់ខ្ញុំងក់ក្បាលគាត់អង្អែលទៅពាល់ខ្ញុំហើយនិយាយថាខ្ញុំជាមិត្តរបស់ម្ដាយកូនហេតុអីកូនមិនមកជាមួយខ្ញុំនឹងជូនកូនទៅរកគាត់ខ្ញុំមើលជុំវិញម្ដងទៀតរួចក៏សួរខ្ញុំកំពុងទិញ cooler ហើយម៉ាក់ប្រាប់ខ្ញុំឲ្យរងចាំលើទីនេះរហូតដល់គាត់ត្រឡប់មកវិញគាត់អោនមកមុខខ្ញុំហើយនិយាយដោយសំឡេងចម្លែកថាតើកូននឹងធ្វើអីជាមួយ cooler ខ្ញុំឆ្លើយដោយរីករាយថាខ្ញុំនឹងធ្វើការទិវាឪពុកសម្រាប់ប៉ារបស់ខ្ញុំកូនស្រឡាញ់ប៉ាកូនខ្លាំងណាស់មែនទេភ្នែករបស់គាត់រឹកបន្តឹងខណៈគាត់និយាយខ្ញុំងក់ក្បាលម្ដងទៀតគេថាជាសំណួរល្ងងអីចឹមគាត់ក៏ចាប់ដៃខ្ញុំភ្លាមហើយចាប់ផ្ដើមដើរខ្ញុំនឹងទៅជួបប៉ារបស់កូននៅតែបានតើយើងទៅជួបគាត់ជាមួយគ្នាទេ
គាត់បានបង្កើតល្បឿនរបស់គាត់ខ្ញុំតែងតែមើលទៅក្រោយមានអ្វីមួយមិនប្រកាសទេចំពោះគាត់ខ្ញុំសួរដោយសំឡេងឆ្ងល់ប៉ុន្តែចោះម៉ាក់ខ្ញុំវិញស្ត្រីនោះងាកក្បាលត្រឡប់មកវិញយឺតស្នាមញញឹមចេញពីត្រចៀកមួយទៅត្រចៀកមួយបានរីករាលដាលពេញផ្ទៃមុខរបស់គាត់ហើយគាត់ខ្សឹបខ្ញុំនឹងក្លាយជាម៉ាក់ថ្មីរបស់កូនម៉ាក់ដែលប្រសើរជាងជឿខ្ញុំទៅគាត់ចាប់ផ្ដើមដើរម្ដងទៀតការចាប់របស់គាត់ណែនខ្លាំងរហូតធ្វើឲ្យខ្ញុំឈឺកដៃខ្ញុំមានអារម្មណ៍ថាមានអ្វីអាក្រក់ខ្លាំងណាស់នឹងកើតឡើងប្រសិនបើខ្ញុំទៅជាមួយស្ត្រីនេះពេលយើងជិតដុលផ្លូវចេញខ្ញុំក៏ឮសំឡេងមួយដែលធ្លាប់ស្គាល់ស្រែកហៅឈ្មោះរបស់ខ្ញុំ Andy ឈប់កុំទៅជាមួយគាត់មនុស្សគ្រប់គ្នានៅ Walmart មើលទៅក្រោយខ្ញុំក៏មើលដែរអ្វីដែលខ្ញុំបានឃើញនៅតែស្ថិតស្ថេរយ៉ាងរស់រវើកនៅក្នុងការចងចាំរបស់ខ្ញុំម្ដាយខ្ញុំកំពុងមកក្រោយខ្ញុំដោយកាន់ក្បាលដែលហូរឈាមរបស់គាត់ស្ទើរតែមិនអាចទប់ជើងរបស់គាត់បានអាវរបស់គាត់ប្រឡាក់ឈាមពេញហើយខ្ញុំអាចឃើញគាត់កំពុងយំខ្ញុំដឹងថាស្ត្រីនេះកំពុងព្យាយាមយកខ្ញុំចេញពីម៉ាក់ខ្ញុំដូច្នេះខ្ញុំក៏ស្រែកដែរម៉ាក់អនុញ្ញាតឲ្យខ្ញុំទៅមនុស្សផ្សេងទៀតនៅជុំវិញយើងបានយល់ថាស្ត្រីចម្លែកនេះកំពុងព្យាយាមលបួងក្មេងម្នាក់ឲ្យចូលអន្ទាក់របស់គាត់ស្ត្រីនោះភ័យខ្លាចហើយរត់គេចខ្លួនបាត់សន្តិសុខ Walmart បានទូរស័ព្ទទៅលេខផ្លាត411ហើយយើងត្រូវបានគេនាំទៅមន្ទីរពេទ្យដែលនៅជិតបំផុតឪពុកនិងពូរបស់ខ្ញុំក៏ត្រូវបានគេប្រាប់ដែរពេលសន្តិសុខ Walmart បង្ហាញវីដេអូស្ត្រីនោះនាំខ្ញុំទៅឪពុកខ្ញុំឃើញគាត់ស្លេកស្លាំងគាត់បានរាយការណ៍ភ្លាមទៅប៉ូលីសដោយនិយាយថាស្ត្រីនេះគឺជាអតីតមិត្តរួមការងារចាស់របស់គាត់ដែលលងស្នេហ៍នឹងគាត់ហើយតាមដានគាត់ជាមូលហេតុដែលឪពុកខ្ញុំបោះបង់ការងាររបស់គាត់ហើយផ្លាស់ប្ដូរអាសយដ្ឋានប៉ុន្តែហាក់ដូចជាគាត់បានតាមយើងមកទីនេះដែរម៉ាក់ខ្ញុំក្រោយមកប្រាប់ប៉ូលីសថាគាត់បានទៅបន្ទប់ទឹកដែលស្ត្រីនោះបានវេហាម្ដាយខ្ញុំហើយបោកក្បាលគាត់នឹងចិញ្ចៀងធ្វើឲ្យគាត់សន្លប់ម្ដាយខ្ញុំបានខំប្រាំងក្រោកឡើងដោយខ្លាចក្រែងសុវត្ថិភាពរបស់ខ្ញុំប៉ូលីសបានតាមរកស្ត្រីនោះឃើញនៅទីបំផុតគាត់មានឈ្មោះថាលេលេហើយគាត់ត្រូវបានគេដាក់គុកពីបទរំលោភបំពានការចាប់ចម្រិតហើយការតាមដានឪពុកខ្ញុំថែមទៀតបានទទួលដីកាហាមឃាត់ប្រឆាំងនឹងគាត់ប៉ុន្តែលើកនេះយើងមិនចាំបាច់ផ្លាន់ប្ដូរអាសយដ្ឋានទេរហូតមកដល់សប្តាហ៍ថ្ងៃនេះពេលខ្ញុំនឹកឃើញការចងចាំអំពីការចាប់ចម្រិតខ្ញុំថ្មីនេះខ្ញុំនឹកឃើញពីភាពក្លាហានរបស់ម្ដាយខ្ញុំដែលបានមកជួយសង្គ្រោះខ្ញុំម្ដាយរបស់ខ្ញុំនឹងនៅតែជាវីរនារីរបស់ខ្ញុំជានិច្ច